ឬ10យ៉ាងដែលមិនត្រូវការទេពកោសល្យពីកំណើតតែមនុស្សមានឆន្ទៈអាចធ្វើវាបានល្អនេះមានន័យថាគ្រប់គ្នាអាចធ្វើរឿងទាំងនេះបានប្រសិនបើពួកគេមានឆន្ទៈនិងការតាំងចិត្ត 1. ការគោរពពេលវេលាការមកដល់ទាន់ពេលណាត់មិនត្រូវការទេពកោសល្យអ្វីទេវាគ្រាន់តែត្រូវការរៀបចំជាមុននិងការគោរពពេលវេលារបស់អ្នកដទៃ 2. ការខិតខំប្រឹងប្រែងការដាក់កម្លាំងកាយចិត្តដើម្បីធ្វើអ្វីមួយមិនមែនជាទេពកោសល្យទេវាជាជម្រើសដែលអ្នកធ្វើក្នុងការឧស្សាហ៍ព្យាយាម 3. ការមានថាមពលខ្ពស់ការបង្ហាញភាពរស់រវើកនិងស្វាហាប់មិនមែនជាអ្វីដែលអ្នកកើតមកជាមួយនោះទេវាជាការជ្រើសរើសក្នុងការចូលរួមដោយពេញលេញនិងបង្ហាញភាពរីករាយ 4. ការមានទស្សនៈវិជ្ជមានការគិតក្នុងផ្លូវល្អនិងការមើលឃើញផ្នែកល្អនៃស្ថានភាពមិនមែនជាទេពកោសល្យទេវាជាការសម្រេចចិត្តក្នុងការជ្រើសរើសគំនិតរបស់អ្នក 5. ការមានចិត្តស្រឡាញ់ការមានអារម្មណ៍ខ្លាំងក្លានិងការលះបង់ចំពោះអ្វីដែលអ្នកធ្វើមិនមែនជាទេពកោសល្យទេវាជាការភ្ជាប់ខ្លួនអ្នកទៅនឹងអ្វីដែលអ្នកឲ្យតម្លៃ 6. ការប្រើប្រាស់ភាសាកាយវិការល្អការបង្ហាញភាពជឿជាក់ការយកចិត្តទុកដាក់និងការគោរពតាមរយៈកាយវិការមិនមែនជាទេពកោសល្យទេវាជាការរៀនពីរបៀបបង្ហាញខ្លួនអ្នកឲ្យបានសមរម្យ 7. ការងាយទទួលការរៀនសូត្រការបើកចិត្តទទួលយកការណែនាំនិងការរៀនសូត្រពីអ្នកដទៃមិនមែនជាទេពកោសល្យទេវាជាការចង់អភិវឌ្ឍខ្លួនឯង 8. ការធ្វើលើសពីអ្វីដែលតម្រូវការខិតខំប្រឹងប្រែងបន្ថែមបន្តិចបន្តួចលើសពីការរំពឹងទុកមិនមែនជាទេពកោសល្យទេវាជាការបដិញ្ញាចិត្តក្នុងការធ្វើឲ្យបានល្អបំផុត 9. ការត្រៀមខ្លួនការរៀបចំខ្លួនឲ្យបានល្អមុនពេលធ្វើអ្វីមួយមិនមែនជាទេពកោសល្យទេវាជាការគិតទុកជាមុននិងការរៀបចំផែនការ 10. ការមានក្រមសីលធម៌រឹងមាំការប្រកាន់ភ្ជាប់នូវគោលការណ៍ត្រឹមត្រូវនិងការធ្វើការដោយស្មោះត្រង់មិនមែនជាទេពកោសល្យទេវាជាការជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវ